100 ទស្សនៈរស់នៅយ៉ាងមានក្តីសុខនិពន្ធដោយយ៉ាន់វាសនាជំពូក1អត្ថបទទី4ស្នាមញញឹមคล้ายคล้ายពេលខ្លះស្នាមញញឹមគឺគ្រាន់តែជាវាំងននដើម្បីបិទបាំងការឈឺចាប់ទុក្ខសោកសង្រេងនិងភាពតានតឹងដែលមាននៅក្នុងចិត្តរបស់ខ្លួនចំពោះមុខមនុស្សម្នាដែលនៅជុំវិញខ្លួនយើងតែប៉ុណ្ណោះដូច្នេះយើងមិនអាចកំណត់នៅសេចក្តីសុខរបស់មនុស្សម្នាក់ៗតាមរយៈស្នាមញញឹមការសើចក្អាក់ក្អាយបាននោះឡើយព្រោះថាមនុស្សដែលមិនសូវសើចឬមិនសូវញញឹមនោះមិនប្រកាសថាជីវិតរបស់ពួកគេមិនមានសេចក្តីសុខសុភមង្គលឯណាថាមិនត្រូវជីវិតរបស់ពួកគេអាចនឹងសុខស្រួលសប្បាយរីករាយមានសុភមង្គលជាងអ្នកដែលឧស្សាហ៍សើចឧស្សាហ៍ញញឹមផងក៏ថាបានព្រោះវាអាចជាចរិតពីធម្មជាតិរបស់មនុស្សម្នាក់ៗទោះបីជាស្នាមញញឹមនោះនៅក្នុងស្ថានភាពបែបណាក៏ដោយត្រូវចាំថារាល់បញ្ហាទាំងឡាយដែលកើតឡើងនៅក្នុងជីវិតរបស់យើងសុទ្ធតែមានហេតុផលរបស់វាហើយបញ្ហាទាំងនោះក៏សុទ្ធតែមានដំណោះស្រាយផងដែរ5ហេតុនិងផលរាល់បញ្ហាផលទាំងឡាយកើតឡើងមិនដែលប្រះចាកហេតុនោះឡើយជាឧទាហរណ៍ភាពអវិជ្ជាជាផលហើយហេតុនាំឲ្យកើតមានភាពអវិជ្ជានោះគឺការដែលមិនបានសិក្សារៀនសូត្រមិនបានអានសៀវភៅមិនបានស្ដាប់ពាក្យសម្ដីរបស់អ្នកដទៃឬការជឿលើរឿងអ្វីមួយដោយមិនបានគិតពិចារណាជាដើមបើយើងស្គាល់ហេតុដែលនាំឲ្យកើតជាផលនោះយើងក៏អាចរកវិធីក្នុងការបំបត្តិផលទាំងនោះបានដូចគ្នាយើងមិនអាចបំបត្តិផលដោយមិនបានស្គាល់ហេតុបានឡើយហើយបើគ្រាន់តែស្គាល់ហេតុតែយើងមិនបានធ្វើអ្វីទាល់តែសោះនោះវាក៏មិនអាចបំបត្តិនៅផលនោះបានដែរជាឧទាហរណ៍យើងស្គាល់ហេតុដែលនាំឲ្យយើងមាននូវភាពអវិជ្ជាតែយើងមិនព្រមទៅរៀនមិនព្រមអានសៀវភៅសួរថាតើយើងអាចចេះបានដែរឬទេដូច្នេះដើម្បីបំបត្តិនូវភាពអវិជ្ជាបានយើងត្រូវទៅរៀនសូត្រអានសៀវភៅស្ដាប់ការណែនាំរបស់អ្នកដទៃគិតត្រិះរិះពិចារណាមុននឹងសម្រេចចិត្តជឿលើរឿងអ្វីមួយពេលនោះយើងនឹងកើតបញ្ញាហើយឈប់ល្ងងខ្លៅដូចមុនទៀតហើយ6តម្រូវការនិងចំណង់ដើម្បីឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងប្រកបដោយសេចក្តីសុខសុភមង្គលយើងត្រូវតែបែងចែកឲ្យដាច់រវាងតម្រូវការនិងចំណង់របស់ខ្លះវាមិនជាចាំបាច់ណាស់ណាទេសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងវាគ្រាន់តែជាការចង់បានរបស់ចិត្តដែលជាប់ជំពាក់នឹងពាក្យសរសើរឬមួយក៏គ្រាន់តែចង់បង្អួតអ្នកដទៃតែប៉ុណ្ណោះក្នុងទ្រឹស្ដីតម្រូវការរបស់ជីវិតរបស់លោកហាប្រាំម៉ាស្ឡូបានលើកឡើងថាទឹកម្ហូបអាហារផ្ទះសម្បែងសម្លៀកបំពាក់គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ហើយតម្រូវការផ្សេងទៀតគឺអាស្រ័យលើស្ថានភាពនិងពេលវេលាជាក់ស្ដែងរបស់បុគ្គលម្នាក់7តម្រូវការរបស់ជីវិតអ្នកអាចនឹងតូចចិត្តចំពោះជីវិតរបស់អ្នកដោយសារតែមិនសូវសម្បូរលុយចាយឬមិនមានរបស់ប្រើប្រាស់ទំនើបទាន់សម័យលយឆាយដូចគេប៉ុន្តែអ្នកមានកន្លែងរស់នៅសមរម្យមានអាហារបរិភោគគ្រប់គ្រាន់មានសម្លៀកបំពាក់សម្រាប់ស្លៀកពាក់សមរម្យដូចគេដែរនេះអាចបញ្ជាក់បានថាអ្នកគឺជាមនុស្សដែលសំណាងណាស់ទៅហើយជីវិតនេះវាមិនបានតម្រូវថាទាល់តែអ្នកមានលុយចាយច្រើនរាប់មិនអស់មានរបស់ប្រើប្រាស់ថ្លៃទំនើបទាន់សម័យទើបអាចរស់នៅបាននោះទេរបស់ទាំងនោះមិនមែនជាតម្រូវការចាំបាច់របស់ជីវិតឡើយតែវាជាតម្រូវការរបស់ចិត្តទៅវិញទេតើ8តម្រូវការរបស់ចិត្តមាសប្រាក់
របស់ប្រើប្រាស់ថ្លៃទំនើបទាន់សម័យតំណែងឋានៈបុណ្យស័ក្តិកេរ្តិ៍ឈ្មោះបើសួរថាតើអ្នកអាចរស់នៅដោយគ្មានរបស់អស់ទាំងនោះបានដែរឬទេចម្លើយមនុស្សស្ទើរតែទាំងអស់នឹងឆ្លើយថាបានបើបានហេតុអ្វីបានជាមនុស្សមួយចំនួនធំបែរជាពិបាកចិត្តស្មុគស្មាញហើយព្យាយាមធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីរបស់អស់ទាំងនោះទៅវិញអ្នកខ្លះហ៊ានទាំងបំផ្លាញអ្នកដទៃថែមទៀតផងហើយអ្នកខ្លះទៀតលែងគិតពីតម្លៃនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សក៏មានដែរជីវិតគ្រាន់តែដើម្បីរស់សោះហេតុអ្វីត្រូវធ្វើដល់ថ្នាក់ហ្នឹងវាជារឿងល្អបើអ្នកទទួលបានរបស់ទាំងនោះតាមរយៈអំពើសុចរិតនិងត្រឹមត្រូវហើយវាក៏ជាសេចក្តីសុខផ្លូវចិត្តដែលមិនរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅផងដែរប៉ុន្តែបើយើងទទួលបានរបស់អស់ទាំងនោះតាមរយៈអំពើទុច្ចរិតបំផ្លាញអ្នកដទៃឬតាមរយៈការដោះដូរជាមួយតម្លៃនិងភាពថ្លៃថ្នូររបស់ខ្លួនវិញនោះវាគឺជារឿងដែលថោកទាបបំផុតហើយវាក៏ជាសេចក្តីសុខមិនឡំភ្នែកអ្នកដទៃផងដែរសប្បាយតែកាយតែចិត្តស្ថិតនៅក្នុងភាពភ័យខ្លាចនិងរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅតម្រូវការរបស់ចិត្តអាចធ្វើឲ្យអ្នកក្លាយជាមនុស្សថ្លៃថ្នូរបានវាក៏អាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលថោកទាបបានផងដែរ9ភាពគ្រប់គ្រាន់របស់ចិត្តភាពជោគជ័យមិនមែនជាការទៅដល់គោលដៅដែលអ្នកបានកំណត់នោះទេពីព្រោះចិត្តរបស់អ្នកមិនមែនឈប់ត្រឹមនឹងឡើយហើយភាពជោគជ័យក៏មិនមែនជាការទទួលបាននូវរបស់អ្វីមួយដែលអ្នកចង់បាននោះដែរចិត្តរបស់អ្នកក៏មិនមែនគ្រប់គ្រាន់ជាមួយរបស់អស់ទាំងនោះឡើយតើអ្វីទៅជាភាពជោគជ័យពិតប្រាកដជោគជ័យគឺជាភាពគ្រប់គ្រាន់របស់ចិត្តចំពោះអ្វីមួយដែលអាចបំពេញតម្រូវការរបស់ជីវិតបានទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតតើកម្រិតណាទើបហៅតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ជីវិតសាកសួរខ្លួនឯងទៅមើលថាតើអ្វីដែលកំពុងតែមានសពថ្ងៃអាចបំពេញតម្រូវការរបស់ជីវិតរបស់អ្នកបានហើយឬនៅអ្នកខ្លះច្រឡំថាគេមិនទាន់អាចបំពេញតម្រូវការរបស់ជីវិតបាននៅឡើយទេទាំងដែលគេមានអ្វីស្ទើរតែទាំងអស់តាមពិតទៅគេមិនមែនបំពេញតម្រូវការរបស់ជីវិតនោះទេគឺគេកំពុងតែបំពេញតម្រូវការរបស់ចិត្តទៅវិញព្យាយាមបំពេញតម្រូវការចិត្តរបស់អ្នកដែលជាប់ជំពាក់នឹងពាក្យសរសើរជាប់ជំពាក់នឹងមុខតំណែងឋានៈយសស័ក្តិនិងមិនចេះគ្រប់គ្រាន់ជាមួយនឹងអ្វីដែលខ្លួនកំពុងមាន10តាមដានចិត្តគ្មាននរណាម្នាក់តាមទាន់ចិត្តរបស់អ្នកជាងអ្នកខ្លួនឯងនោះទេហើយក៏គ្មាននរណាម្នាក់យល់ចិត្តរបស់អ្នកជាងអ្នកដូចគ្នាដែរអ្នកមានអារម្មណ៍បែបណាអ្នកកំពុងគិតអ្វីគឺអ្នកដឹងច្បាស់ជាងអ្នកណាទាំងអស់ហេតុអ្វីបានត្រូវតាមដានចិត្តព្រោះដើម្បីដឹងថាតើចិត្តរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពបែបណាអ្នកកំពុងតែជួកំពុងតែខឹងកំពុងតែស្អប់អ្នកត្រូវតាមឲ្យទាន់ចិត្តរបស់អ្នកបើមិនដូច្នេះទេថ្ងៃណាមួយអ្នកនឹងរងគ្រោះព្រោះតែចិត្តរបស់អ្នកជាក់ជាមិនខានឡើយរៀនតាមដាននិងចេះហាមឃាត់ចិត្តរបស់អ្នកកុំបណ្ដោយឲ្យវាធ្វើអ្វីដែលជ្រុលហួសហេតុពេក11ការជាប់ជំពាក់នឹងពាក្យសរសើរប្រសិនបើយើងរស់នៅដោយការជាប់ជំពាក់ជាមួយនឹងពាក្យសរសើរនោះបានសេចក្តីថាយើងគឺជាមនុស្សដែលរស់នៅដើម្បីតែផ្គប់ចិត្តរបស់អ្នកដទៃតែប៉ុណ្ណោះគឺរស់នៅក្នុងភាពជាមនុស្សដែលពូកែសម្ដែងពេលខ្លះយើងហ៊ានធ្វើរឿងដែលហួសពីសមត្ថភាពរបស់ខ្លួនថែមទៀតផងចំពោះការសរសើរបែបនេះវាពិតជានឿយហត់ខ្លាំងណាស់សម្រាប់ផ្លូវចិត្តព្រោះថាពេលខ្លះយើងស្ទើរតែមិនអាចធ្វើអ្វីបានតាមចិត្តតាមអារម្មណ៍របស់យើងឡើយហើយពេលខ្លះទៀត
យើងត្រូវចំណាយពេលអង្គុយគិតថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យគេចាប់អារម្មណ៍និងឲ្យគេសរសើរនៅពេលដែលគ្មានអ្នកសរសើរនោះយើងនឹងមានអារម្មណ៍ថាខកបំណងចំពោះអ្វីដែលយើងបានធ្វើនិងរសាប់រសល់ក្នុងចិត្តជាក់ជាមិនខាន